អ្នកទាំងអស់គ្នាថាពេលដែលខ្ញុំធ្វើ dual investment ហើយខ្ញុំ record នៅក្នុងអីគេដោយសារតែខ្ញុំសម្គាល់ឃើញថាពេលដែលយើងធ្វើ dual investment ចប់ហើយបើសិនជាយើងអត់ record ទេវានឹងពិបាកឲ្យយើងទៅរកទិន្នន័យពីមុនមកវិញទោះបីជានៅក្នុង exchange ហ្នឹងគេមាន history ដែលយើងអាចទៅមើលពីមុនមកក៏ដោយក៏ខ្ញុំមានអារម្មណ៍ថាវាអត់គ្រប់ទិន្នន័យដែលខ្ញុំចង់បានដើម្បីថ្ងៃក្រោយទៅខ្ញុំវិភាគថាខ្ញុំគួរតែដាក់ dual investment strategy មិនដើម្បីឲ្យខ្ញុំបានចំណេញច្រើនអញ្ចឹងណាអញ្ចឹងនេះគឺជា dashboard មួយនៅក្នុង software មួយឈ្មោះថា Notion ខ្ញុំនឹងដាក់ website link ដើម្បីអ្នកទាំងគ្នាអាចទៅ download ឬមួយក៏ login ប្រើនៅក្នុង Notion នេះបានអ្នកខ្លះគាត់ចង់ប្រើជាលក្ខណៈ Excel អីក៏បានដែរគ្រាន់ថាអានេះគឺជាចំណង់ចំណូលចិត្តផងមនុស្សផ្សេងគ្នាដូចខ្ញុំអញ្ចឹងខ្ញុំចូលចិត្តប្រើ Notion វាងាយស្រួលត្រូវជាមួយនឹងតម្រូវការរបស់ខ្ញុំអញ្ចឹងនេះគឺជាdatabase មួយដែលខ្ញុំ record គ្រប់ history ទាំងអស់ dual investment ដែលខ្ញុំបានធ្វើអញ្ចឹងណាអញ្ចឹងអានេះខ្ញុំ show dual investment for Ethereum ដែលខ្ញុំធ្វើពីមុនមកអញ្ចឹងនៅក្នុងតារាងនេះយើងឃើញមាន settle date នេះគឺជាតម្លៃគឺជាថ្ងៃដែលគេនឹងmaturity គេឲ្យ dual investment នឹងមកយើងវិញសម្រាប់ខ្ញុំវា useful ដោយសារតែខ្ញុំត្រូវដឹងថាគេឲ្យពេលណាដើម្បីខ្ញុំចូលទៅ subscribe ម្ដងទៀតdate នេះគឺជាថ្ងៃដែលខ្ញុំដាក់អញ្ចឹងខ្ញុំដាក់ក្នុងហ្នឹងដើម្បីជា record មួយសម្រាប់ខ្ញុំមើលអញ្ចឹងណា product នេះជាអីដែលខ្ញុំដាក់សម្រាប់ sell high ឬមួយក៏ buy low ក៏ប៉ុន្តែដាក់ database នេះគឺខ្ញុំធ្វើ man version នេះពីមុន product ហ្នឹងដាក់ឈ្មោះខ្វះអញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំគិតថាសម្រាប់ខ្ញុំវាច្រឡំអញ្ចឹងខ្ញុំដាក់ផ្សេងគ្នាទៅដូចdatabase នេះសម្រាប់ Ethereum ហ្នឹងគឺខ្ញុំដាក់តា Ethereum មួយឯងអញ្ចឹង product ហ្នឹងខ្ញុំគាត់តែចង់ដឹងថា sell high ឬមួយក៏ buy low ទៅបានឯងcompletion នេះក៏ខ្ញុំ update ពេលក្រោយដែរពីព្រោះខ្ញុំចង់ដឹងថានៅក្នុង investment ហ្នឹងគឺខ្ញុំ success អត់អញ្ចឹងខ្ញុំដាក់នៅក្នុងនឹង fail ឬមួយក៏ success អីគឺខ្ញុំដាក់ load នៅក្នុងនឹង fail ឬក៏ success មានន័យថាម៉េចឧទាហរណ៍ខ្ញុំដាក់ sell high 3000អញ្ចឹងណាអ្នកទាំងអស់គ្នាបើពេលដែលដល់ថ្ងៃហ្នឹងគេ settle មកលើស3000អាហ្នឹងខ្ញុំ sell បាន successful អាហ្នឹងខ្ញុំដាក់ success តែបើអត់ reach ដល់3000ទេមានន័យថាខ្ញុំ fail ដោយ investment ហ្នឹងប៉ុន្តែខ្ញុំនៅតែបាន interest ហើយនឹង coin របស់ខ្ញុំដដែលអញ្ចឹងណាគាត់ថាអាហ្នឹងគឺជា information សម្រាប់ខ្ញុំចង់ដឹង target នេះគឺជាតម្លៃដើមដែលខ្ញុំដាក់ចង់ sell high ឬមួយក៏ buy low នៅតម្លៃមួយណា settlement price នេះគឺជាតម្លៃដែលពេលដែលដល់ថ្ងៃ maturity ហ្នឹងគឺវា load ថាតម្លៃចុងក្រោយហ្នឹងគឺប៉ុន្មានបញ្ជាក់ដែរ settlement price ហ្នឹងគឺជាតម្លៃដែលវា load នៅថ្ងៃ maturity ហ្នឹងចំម៉ោង3ល្ងាចហើយម៉ោង3:10នាទីមិនគេឲ្យខ្វាញ់នឹងមកអ្នកទាំងអស់គ្នាវិញអញ្ចឹងមានន័យថាតម្លៃនៅថ្ងៃហ្នឹងតតែនៅថ្ងៃ settle ហ្នឹងតតែម៉ោង3បានគេគិតតម្លៃនឹងហ្មងណាអ្នកទាំងអស់គ្នាអញ្ចឹងទោះបីជាថ្ងៃហ្នឹងអ្នកទាំងអស់គ្នាឃើញថា price ហ្នឹងប៉ុណ្ណឹងតែចំដល់ពេល settle ហ្នឹងវាមិនប្រកាសថា price ហ្នឹងប៉ុណ្ណឹងទេ APR ហ្នឹងគឺជា interest ដែលគេឲ្យសម្រាប់មក investment មួយចឹងទៅ attach នេះគឺជា screenshot ដែលខ្ញុំទុក record របស់ខ្ញុំថានៅក្នុងហ្នឹងមានអីគេខ្លះនិយាយទៅដូចវីដេអូដែលខ្ញុំធ្វើ dual investment ធ្វើពីរបៀបធ្វើ dual investment ឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងណាអញ្ចឹងតម្លៃបានប៉ុន្មានអីគឺខ្ញុំ record ទុកនៅក្នុងហ្នឹងទាំងអស់ term នេះខ្ញុំកំពុងតែ plan រក remove ចេញណាព្រោះដូច Ethereum នេះភាគច្រើនគឺខ្ញុំដាក់តាធម្មមួយថ្ងៃអីចឹងណាតែឥឡូវខ្ញុំទុកវានៅនឹងសិនអញ្ចឹងនៅក្នុង attach នេះខ្ញុំបើកឲ្យអ្នកនរគ្នាមើលអានេះខ្ញុំបរិចឲ្យធំអញ្ចឹងព័ត៌មាននៅ list ហ្នឹងគឺជាព័ត៌មានដែលខ្ញុំនិយាយមុនហ្នឹងដដែលទេគាត់ថាពេលដែលខ្ញុំបើកចូលមើលនៅក្នុងហ្នឹងទៅខ្ញុំឃើញ detail ផង dual investment មួយហ្មងចឹងអានេះគឺជា screenshot ដែលខ្ញុំធ្វើ dual investment វីដេអូពីមុនណាអ្នកទាំងអស់គ្នាគឺខ្ញុំ record ទុកហ្មងចឹងបើខ្ញុំដឹងថាជួនកាលAPR នេះគេដាក់ប៉ុណ្ណឹងប៉ុន្តែពេលដែលយើង subscribe ជាក់ស្ដែងទៅគឺវាអាចលើខ្វះគ្នាប្រហែលភាគរយអីចឹងទៅវាអត់ទៀងទេ
អានេះគឺជា information record ដែលខ្ញុំទុកជា history ខ្លួនឯងសម្រាប់មើលពេលក្រោយតែភាគច្រើនគឺខ្ញុំមើលតែផ្ទាំងនេះឯអ្នកនរគ្នាផ្ទាំងនេះហើយនឹងផ្ទាំងដែលពេលគេ settle ហ្មងតិចទៀតចាំខ្ញុំឲ្យអ្នកនរគ្នាមើលផ្ទាំងដែលគេ settle ហើយនឹង graph នេះគឺខ្ញុំ record ទុកដោយសារអីខ្ញុំចង់ដឹងពី subscription amount របស់ខ្ញុំណាដូចតម្លៃដើមខ្ញុំដាក់ប៉ុណ្ណឹងហើយបាន interest ប៉ុន្មានអីចឹងទៅអាហ្នឹងគឺគេ show នៅក្នុងហ្នឹងដែរឥឡូវខ្ញុំបង្ហាញsettlement ខ្ញុំបង្ហាញdual investment ដែលវាចប់ចឹងអ្នកទាំងគ្នានេះគឺពេលដែលចប់ហ្នឹងណាពេលដែលម៉ោង3ហ្នឹងគឺខ្ញុំ screenshot ទុកទៀតថាចង់ដឹងថាតម្លៃហ្នឹងវាប៉ុន្មានក៏ប៉ុន្តែគេមាន history អ្នកទាំងគ្នាគ្រាន់ថាខ្ញុំធ្វើរាល់ថ្ងៃអញ្ចឹងខ្ញុំជួយចិត្ត screenshot បាន full information ហ្នឹងមកមើលខ្លួនឯងនេះអ្នកទាំងគ្នានេះ subscription amount ហ្នឹងគឺជាតម្លៃដែលយើងតម្លៃដើមរបស់យើងហើយតម្លៃធំនេះគឺជាតម្លៃបូកជាមួយនឹង interest អញ្ចឹងពេលខ្លះខ្ញុំដឹងហ្មងថា interest បានប៉ុន្មានអីចឹងទៅប៉ុន្តែពេលខ្លះគេដាក់ឲ្យយើងមកអញ្ចឹងណាតែពេល subscribe ជាក់ស្ដែងវាអាចលើសខ្វះគ្នាបន្តិចបន្តួចអីចឹងអា profit ហ្នឹងក៏វារៀងខុសគ្នាតិចតួចដែរផ្លេចនិយាយឡើង P&L អានេះខ្ញុំ record ទុកដែរអ្នកនរគ្នាព្រោះខ្ញុំចង់ដឹងថាមួយថ្ងៃហ្នឹងឬក៏ investment មួយហ្នឹងខ្ញុំធ្វើទៅបាន profit ហើយនឹង loss ប៉ុន្មានតែភាគច្រើនគឺខ្ញុំ record ជា profit ខ្លួនឯងហ្មងវាអាចរៀងអត់សូវត្រូវទេដោយសារយើង estimate profit ណាអានេះខ្ញុំធ្វើសម្រាប់ជា information ខ្លួនឯងឲ្យដឹងទេ estimate ហ្នឹងវាអត់សូវ accurate ដោយសារអីឥឡូវឧទាហរណ៍ថាយើង sell high ខ្ញុំចង់លក់3075ហ្នឹងប៉ុន្តែខ្ញុំលក់អត់បានទេព្រោះតម្លៃគេ set ថតត្រឹមតែ2900ទេអញ្ចឹងទឹកលុយដែលខ្ញុំបានហ្នឹងគឺខ្ញុំបានជា Ethereum វិញទេអ្នកទាំងគ្នាហើយ profit ដែលខ្ញុំបានហ្នឹងក៏បានជាកាក់ Ethereum ដែរគ្រាន់ថាខ្ញុំគុណវាជា USDT ទៅស្រួលខ្ញុំមើលព្រោះ Ethereum វា 0.00 ម៉ានអញ្ចឹងវាបាក់មើលអញ្ចឹងណាជាធម្មតាពេលដែលខ្ញុំគិត profit ហ្នឹងខ្ញុំយកតម្លៃ settlement amount ហ្នឹងដកជាមួយនឹង amount ដែលយើង subscribe ហ្នឹងហើយគុណជាមួយនឹងតម្លៃ settlement price នេះអញ្ចឹងអានឹងជាតម្លៃ estimate ទេព្រោះដូចអ្នកនរគ្នាដឹងឯង Ethereum ជួនកាលវាឡើងចុះទៅតាមហ្នឹងអញ្ចឹងណាហើយ P&L នេះអ្នកនរគ្នាពេលដែលខ្ញុំបានមួយថ្ងៃហ្នឹងខ្ញុំ subscribe លើ dual investment អីគេខ្លះគឺខ្ញុំ record ទុកមួយថ្ងៃហ្នឹងហ្មងដូចថ្ងៃ20ថ្ងៃ set ថ្ងៃ24អញ្ចឹងតើ profit ខ្ញុំបានប៉ុន្មានគិតជា USDT គិតជាដុល្លារអីចឹងទៅដើម្បីងាយស្រួលខ្ញុំមើលអញ្ចឹងណាអញ្ចឹងអានេះគឺជា dashboard ដែលខ្ញុំពេលដែលធ្វើ dual investment ហើយគឺខ្ញុំ record ទុកខ្លួនឯងដើម្បីជា information